បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅខាងខេត្តកំពង់ស្ពឺគឺមានករណីបាញ់ប្រហារទៅលើយុវជនម្នាក់ដែលបង្កឡើងដោយលោកមេប៉ុស្តិ៍នៅខាងអាស្រុកបសែតខេត្តកំពង់ស្ពឺបងប្អូនអញ្ចឹងករណីនេះយើងតាមសាក្សីដែលគាត់នៅកន្លែងកើតហេតុដែលជាប្អូនប្រុសម្នាក់ដែលគាត់ជិះជាមួយគ្នាជាមួយនឹងយុវជនរងគ្រោះដែលត្រូវសមត្ថកិច្ចគឺជាមន្ត្រីគឺជាមេប៉ុស្តិ៍នឹងបានបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុហ្នឹងបានឲ្យដឹងថាពួកគាត់ហ្នឹងកំពុងតែហូបចុកផឹកស៊ីអីចឹងណាដល់វាហើយអស់តកដល់ពេលអស់តកហូបក៏នាំគ្នា2នាក់បងប្អូនហ្នឹងក៏ជិះម៉ូតូចេញទៅទិញតកដល់ពេលទៅទិញតកបានហើយក៏ត្រឡប់មកវិញមកដល់ចំណុចកន្លែងដែលកើតហេតុហ្នឹងក៏បានប្រទះឃើញមនុស្ស 3-4 នាក់ហើយពួកគាត់ហ្នឹងក៏គាត់មានការភ័យដែរមិនដឹងថាជាសមត្ថកិច្ចមិនដឹងថាជាក្រុមចោរប្លន់ឬក៏យ៉ាងម៉េចអីចឹងទៅគាត់ក៏មានការភ័យក៏គាត់ហ្នឹងបត់ម៉ូតូថយក្រោយវិញណាធម្មតាយប់ស្ងាត់ផងហើយគ្នាតែ2នាក់ដល់ពេលជិះម៉ូតូមកឃើញមនុស្ស 3-4 នាក់អញ្ចឹងក៏គាត់មានការភ័យអញ្ចឹងទៅក៏បត់ម៉ូតូបកក្រោយតែនៅពេលនោះហើយដែលសមត្ថកិច្ចហ្នឹងដែលជាលោកមេប៉ុស្តិ៍ហ្នឹងគឺគាត់បដិញ្ញមកហើយធ្វើការបាញ់យកតែម្ដងបងប្អូននេះទៅតាមចម្លើយសាក្សីរបស់សាក្សីដែលគាត់នៅនឹងកន្លែងកើតហេតុហ្នឹងបាញ់ទៅក៏ចំនឹងជនរងគ្រោះហ្នឹងមកគ្រាប់ចំធូងហើយក៏ដួលធ្លាក់ទឹកធ្លាក់អីស្លាប់បាត់បង់ជីវិតទៅប៉ុន្តែសំខាន់ពេលដែលគាត់ធ្វើការបាញ់ប្រហារទៅលើជនរងគ្រោះហើយណាបាយជាគាត់មិននាំគ្នាឈប់មើលទេគឺជិះម៉ូតូកិច្ចខ្លួនបាត់តែម្ដងអញ្ចឹងអត់ដឹងថានេះគឺជាករណីអ្វីទេបងប្អូនអត់ដឹងថានេះជាករណីមូលហេតុអ្វីទេណាអត់តន់ដឹងថាជាមូលហេតុអ្វីទេគឺគាត់មកកាក់មនុស្សយកស្រស់ហើយដល់ពេលពួកគាត់នោះភ័យគាត់បកក្រោយរត់ចេញពីកន្លែងហ្នឹងទៅក៏តាមបាញ់ប្រហារគាត់ហើយពេលដែលស្លាប់ទៅក៏អត់មាននៅកន្លែងកើតហេតុត្រូវធ្វើការដោះស្រាយជាមួយនឹងជនរងគ្រោះយ៉ាងម៉េចក៏កិច្ចខ្លួនទៅទុកឲ្យកូនចៅមកនិយាយខាងកភ្លើងរាកៃអីចេះមួយចេះពីរសួរថាបើសិនជាគាត់គឺជាជនរងគ្រោះវិញជាក្រុមគ្រួសាររបស់ជនរងគ្រោះវិញណាតើគាត់មានអារម្មណ៍បែបណាតើគាត់មានអារម្មណ៍ឈឺចាប់បែបណាបាញ់ប្រហារគ្នាហើយក៏ចាក់ចេញទៅអត់មាននិយាយអត់មានផ្ដល់ចម្លើយអត់មានអីទាំងអស់អត់មានទំនួលខុសត្រូវទាំងអស់នេះតើសួរថាក្រុមគ្រួសាររបស់ជនរងគ្រោះនេះណាតើគាត់មានការឈឺចាប់យ៉ាងម៉េចគ្នាទើបតែអាយុ17-18 ឆ្នាំទេណាហើយអាសូរតែគ្នានឹងគឺជាជនអក្រិតជនឬក៏ជនជួញដូរគ្រឿងញៀនអីផ្សេងណាឬក៏ជាអ្នកលួចប្លន់កាប់សម្លាប់អ្នកណាទៅណាគ្នាហូបចុកទៅទិញតកកទិញអីយកមកហូបចុកបន្តដើម្បីបន្តកម្មវិធីសប្បាយនៅផ្ទះនេះតែហេតុឲ្យអស់លោកធ្វើការយ៉ាងម៉េចណាអស់លោកចង់ឆៃឆេរក្សាសុខសណ្ដាប់ធ្នាប់តាមភូមិតាមឃុំតាមស្រុកអស់លោកប៉ុន្តែអស់លោកធ្វើទង្វើបែបនេះតើវាមានន័យយ៉ាងម៉េចបាទវាមានន័យយ៉ាងម៉េចនេះជីវិតមនុស្សលោកជីវិតមនុស្សម្នាក់លោកប្រើគ្រាប់កំភ្លើងបាញ់ប្រហារទៅលើគ្នាទាំងអត់ដឹងមូលហេតុនេះតើលោកត្រូវដោះស្រាយយ៉ាងម៉េចចំពោះផ្លូវច្បាប់នេះហើយលោកគឺជាតំណែងឬថាជាប្រធានជាមេប៉ុស្តិ៍មេអីផងណាអញ្ចឹងសំណុំរឿងនេះសូមស្នើដល់សមត្ថកិច្ចមេត្តាស្រាវជ្រាវណាមេត្តាស្រាវជ្រាវទៅលើសំណុំរឿងនេះឲ្យបានដិតដល់និងត្រូវយកជនដៃដល់ជាជនសង្ស័យយកមកផ្ដន់ទាទោសទៅតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរឲ្យខានតែបានណាអ្នកអនុវត្តច្បាប់ប៉ុន្តែលោកធ្វើលឹបលើអញ្ចឹងមានន័យយ៉ាងម៉េចណាជីវិតមនុស្សម្នាក់ធ្វើដំណើរតាមដងផ្លូវនេះបើសិនជាគ្រាប់កំភ្លើងនឹងធ្លាយដោះក្រោយប្រហែលជាអាចត្រូវនឹងយុវជនដែលជាសាក្សីនេះដែលតែជាបងប្អូនជាមួយនឹងជនរងគ្រោះនេះមិនស្រួលស្លាប់ទាំង2នាក់ទៀតតែសំណាងហើយបាញ់ពីមុខមកចំម្នាក់ហ្នឹងក៏ស្លាប់តាមម្នាក់ហ្នឹងទៅហើយសាក្សីនៅតែហ្នឹងសាក្សីគឺគាត់នៅហ្នឹងគាត់បកស្រាយប្រាប់អញ្ចឹងគឺគាត់ឃើញហេតុការណ៍នឹងផ្ទាល់នឹងភ្នែកណា
លោកចង់ធ្វើការងារលោកចង់រក្សាសណ្ដាប់ធ្នាប់សង្គមពេលយកពេលអីលោកគួរតែមានការហៅឬក៏ធ្វើយ៉ាងម៉េចក៏បានទៅតាមវិជ្ជាជីវៈរបស់ជំនាញរបស់លោកណាប៉ុន្តែលោកលក្ខណៈកាក់ផ្លូវគ្នាមិនភ័យណាគ្នាមិនភ័យគ្នាមិនរត់គ្នាមិនមែនជាអក្រិតជនឯណាណាគ្នាមានកំភ្លើងមានដបងឯណាគ្នាទៅទិញតកកនេះអញ្ចឹងយើងមកដល់ពេលនេះយើងអត់ទាន់បានចម្លើយឬក៏ចាត់បាននៅជនដៃដល់ដែលជាមេប៉ុស្តិ៍នោះយកមកសួរនាំនៅឡើយទេមកទល់នឹងពេលនេះអញ្ចឹងសង្ឃឹមថាសមត្ថកិច្ចលោកនឹងធ្វើការទៅលើរឿងនេះឲ្យមានភាពសុក្រិតយុត្តិធម៌ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនោះដែលគ្នាបានបាត់បង់ជីវិតដែលគ្នាទើបតែមានអាយុទើបតែ17 18ឆ្នាំយកមកផ្ដន់ទាទោសឲ្យខានតែបានបាត់សូមអរគុណ